នេះណែញោមនឹងមកជប់រួចរាល់ហើយងាយតោះតើមើលពីវិធីធ្វើទាំងអស់គ្នាបងប្អូនគឺងាយមែនតើគឺអត់ប្រវត្តិទេតែមួយផ្លែគឺបានហូបហើយគ្រឿងផ្សំក៏អត់មានច្រើនណាស់យើងប្រើតែសណ្តែកគួរស្លឹកខ្ទឹមម្ទេសហើយនឹងខ្ទឹមក្រហមយើងហ្នឹងហើយចំណែកឆិតត្រីវិញយើងដាក់ត្រីកំងយើងបងប្អូនយើងយកមកចៀនឲ្យក្រៀមទៅបេះយកតែសាច់វាមកយើងមកដាក់ច្បល់ជាមួយហ្នឹងណាហើយខ្ញុំថែមម្ទេសម្ទេសក្រៀមបន្តិចម្ទេសម៉ត់ម្ទេសក្រៀមម៉ត់ហ្នឹងហើយជាយ៉ាងក្រោយចំបាច់ក្រូចដាក់បន្តិចមកឲ្យវាជូរបន្តិចណាហើយខ្ញុំប្រើទឹកប្រហុកថៃបងប្អូនគឺលាយគ្រឿងហើយបងប្អូនអត់មានអីពិបាកទេគ្រាន់តែដាក់ប៉ុណ្្នឹងទៅយើងច្បល់ចូលគ្នាទៅគឺអាចហូបបានហើយអត់មានយូរទេអត់មានចំណាយពេលយូរទេដល់មួយផ្លែតធានាថាឆ្ងាញ់បងប្អូនអាចយកទៅធ្វើតាមបានធ្វើតាមឲ្យបងប្អូននឹងញ៉ាំឆ្ងាញ់មែនខ្ញុំធានាគុណភាពតោះមកទាំងអស់គ្នាបងប្អូនវ៉ាវមួយម៉ាត់យ៉ាងធំប្រហើយហ្មងcon nhầm đấy Ngon nhá con nhập tôi đã ở ngày sáng nay